សពពេលត្រឹមតែមួយខែទៀតទេអាហារូបករណ៍រដ្ឋាភិបាលកូរ៉េ Undergraduate បើកហើយខ្ញុំនឹងមកនិយាយអំពីរឿងចំនួន3ដែលអ្នកដាក់ពាក្យអាហារូបករណ៍ភាគច្រើនតែងតែបង្កើតទី1គឺគាត់អត់ចូលចិត្តការស្រាវជ្រាវទេនៅពេលដែលនិយាយអំពីការដាក់ពាក្យអាហារូបករណ៍គឺគាត់ចូលចិត្តបានអីងាយប៉ុន្តែដល់ហ្នឹងចាវាមានអីបានមកដោយ free និយាយអញ្ចឹងពីខ្ញុំក្នុងនាមជាអ្នកដែលធ្លាប់ដាក់ពាក្យអាហារូបករណ៍ម្នាក់ខ្ញុំចង់អ្នកទាំងអស់គ្នាព្យាយាមស្វែងយល់ស្រាវជ្រាវបានច្រើនបំផុតតាមដែលអាចធ្វើទៅបានកុំគិតថាអីទាំងអស់ហ្នឹងបានមកដោយងាយហើយត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់ឲ្យមែនតែនទៅលើការស្វែងយល់អំពីចំណុចមួយរបស់អាហារូបករណ៍ហ្នឹងទី2គឺពេលដែលគាត់រៀបចំឯកសារឬក៏អីក៏ដោយគឺគាត់ចូលចិត្តធ្វើឲ្យវា general ពេកខ្ញុំធ្លាប់មើលការសរសេរ personal statement study plan ឬក៏គម្រោងស្រាវជ្រាវផ្សេងៗរបស់បងប្អូនដែលគាត់យកមកសួរខ្ញុំអញ្ចឹងណាគឺខ្ញុំអានភាគច្រើនទៅគឺពួកគាត់ភាគច្រើនសរសេរវាដោយមានលក្ខណៈថាវា like it too general យើងអានទៅគឺយើងដឹងថាគាត់ធ្វើដោយ AI ប៉ុន្តែយើងក៏មិនទៅបន្ទោសគាត់អីដែរពីព្រោះខ្ញុំក៏ប្រើប្រាស់ AI នៅក្នុងការសរសេរពេលខ្លះដែរដើម្បីរកជំនួយប៉ុន្តែតើតើមួយនឹងការសរសេរ personal statement study plan ហ្នឹងបើសិនតើអ្នកនេះធ្វើទៅបីហ៊ានសេដៃខ្លួនឯងក៏ដោយតែកាលណាវា general ពេកគឺ AI ហ្មងហើយអញ្ចឹងធ្វើយ៉ាងណាសរសេរ personal statement ឬក៏ study plan របស់យើងហ្នឹងឲ្យវា specific ពីខ្លួនយើងណាអញ្ចឹងយើងបើជាច្បាស់ពីចំនួនពីទីកន្លែងពីគោលដៅពីគោលការណ៍ពីខ្លួនយើងហ្មងអញ្ចឹងអាហ្នឹងបានវាអត់ general អញ្ចឹងកុំធ្វើវា general ពេក3គឺការដែលអ្នកទាំងអស់គ្នាអត់ទៅចិត្តទុកដាក់ទៅលើការរៀបចំឯកសារអាហារូបករណ៍ខ្លះឯកសារអត់ចាំញ៉ាំតែអាហារូបករណ៍ខ្លះឯកសារគឺវាមានច្រើនបែបបទច្រើនហើយបើធ្វើការងារតតុងឯកសារនៅខ្មែរនៅប្រទេសយើងទៀតគឺវាកាន់តែមានលក្ខណៈសាំញ៉ាំបើសិនយើងខុសអីបន្តិចអញ្ចឹងគឺវាពិបាកយល់ដឹងហើយនៅខ្មែរយើងគឺវាពិបាកក្នុងការរៀបចំឯកសារនឹងបើសិនខុសទៅគឺវាញ៉ៃញ៉ៃហ្មងអញ្ចឹងធ្វើយ៉ាងណាឯកសារទាំងអស់ហ្នឹងបើសិនជាអាចរៀបចំឲ្យបានលឿនបំផុតតែអាចធ្វើទៅបានហើយកុំមានកំហុសអូខេអញ្ចឹងនេះគឺជា3ចំណុចដែលខ្ញុំគិតថាវាជាបញ្ហាដែលគ្នាយើងភាគច្រើនបង្កើតឡើងនៅពេលដែលពួកគាត់ដាក់ពាក្យអាហារូបករណ៍ហើយខ្ញុំគិតថាអ្នកនរអគ្នាគួរតែព្យាយាមគិតឡើងវិញទៅលើចំណុចហ្នឹងហើយព្យាយាមធ្វើយ៉ាងណាកុំឲ្យបញ្ហាទាំងអស់ហ្នឹងកើតឡើងអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងសម្រាប់ការនិយាយក្នុងវីដេអូនេះជួបគ្នាវីដេអូក្រោយបាយបាយ